ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះខ្ញុំមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀប boot បេះដូង TikTok ឲ្យឃើញច្រើនណាបងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនអរគ្នាបាទ boot បេះដូងនេះគឺបងប្អូនឃើញ TikTok របស់គេអញ្ចឹងនេះបងប្អូនអរគ្នាបាទនេះគឺជាបេះដូងដែលបងប្អូនចង់បានបេះដូងកន្លែងហ្នឹងច្រើនបងប្អូនអាចធ្វើតាមវីដេអូនេះបានណាបងប្អូនអរគ្នាបាទបងប្អូនចង់បាន 1K 2K បាទ1000 2000ហ្នឹងបងប្អូនចង់បានប្រហែលបងប្អូនអាចដាក់បានណាបងប្អូនអូខេបាទមិនមានន័យថាយើងដាក់បានតែប៉ុណ្្នឹងឯងគឺយើងចង់ដាក់ប្រហែលក៏បានដែរអញ្ចឹងណាបងប្អូនបាទ 10K 20K បាទដាក់ច្រើនជាងគេក៏បានដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនយើងធ្វើនេះគឺធ្វើនៅក្នុង website ខ្មែរ MM បងប្អូនអូខេបាទហើយការធ្វើនេះគឺអត់មានពិបាកទេបងប្អូនអូខេបាទដើម្បីធ្វើបានបងប្អូនត្រូវតែចុះឈ្មោះនៅក្នុង website ខ្មែរ MM បងប្អូនអូខេបាទអញ្ចឹងនេះគឺជា website ខ្មែរ FM បងប្អូនចូល Chrome ទៅបងប្អូន search ពាក្យថាខ្មែរ MM បាទអញ្ចឹងបងប្អូនចូលមកក្នុង website ខ្មែរ MM នឹងមកបងប្អូនដើម្បីចុះឈ្មោះណាបងប្អូនអូខេបាទពេលបងប្អូនចុះឈ្មោះហើយបងប្អូនដាក់លុយទៅបងប្អូនដាក់លុយមួយម៉ានបងប្អូន2000បាទ2000រៀលឬមួយក៏50សេនបងប្អូនដាក់បានណាបងប្អូនបាទហើយការដាក់លុយគឺអត់មានអីពិបាកទេណាបងប្អូនអូខេបាទគឺដាក់បានគ្រប់ធនាគារណាបងប្អូនបាទអញ្ចឹងខ្ញុំបង្ហាញកន្លែងដាក់លុយសិនបាទបងប្អូនចុះឈ្មោះសិនទៅឃើញដូចខ្ញុំតម្រង់ដូចខ្ញុំបែបនេះណាបងប្អូនបាទបើឃើញអញ្ចឹងហើយយើងអាចចុចកន្លែងនេះមកបងប្អូនបាទនេះកន្លែងនេះបាទកន្លែងហ្នឹងណាបាទយើងចុចកន្លែង add file នេះបងប្អូនគេបាទឬមួយ add file ហ្នឹងបងប្អូនចុចឡើងហ្នឹងមកបន្តមកទៀតបងប្អូនឃើញតម្រង់បែបនេះបងប្អូនអាចចុចលើនឹងតែម្ដងបងប្អូនគេបាទបងប្អូនអាចចុចលើ$3នេះក៏បានបងប្អូនចុចលើប្រមាណ$ក៏បានដែរកន្លែងនេះគឺងាយស្រួលលឿនបាទចុចកន្លែងហ្នឹងមកគឺ load QR code $3ហើយបងប្អូន scan កន្លែងហ្នឹងយកទៅដាក់ទៅណាបងប្អូនគេបាទបងប្អូន scan QR code នេះបានតែម្ដងទេណាបងប្អូនគេបាទបើសិនជាចង់ដាក់លុយក្រោយទៀតបងប្អូនត្រូវតែមកចុចកន្លែងហ្នឹងចុចកន្លែងហ្នឹងម្ដងទៀតណាបងប្អូនចុចកន្លែងហ្នឹងម្ដងទៀតទើបយើងធ្វើការដាក់ភ្លាមៗបានណាបងប្អូនអូខេបាទហើយបើសិនជាបងប្អូនចង់ដាក់តែ50សេនអីទេបងប្អូនអាចចុចកន្លែងនៅកន្លែងនេះ show payment option នេះបងប្អូនអូខេបាទចុចកន្លែងហ្នឹងមកហើយយើងមានជម្រើសដល់ទៅ3បងប្អូនអូខេបាទបងប្អូនចង់ប្រើមួយណាក៏បានដែរសម្រាប់ខ្ញុំ recommend ឲ្យប្រើទី1បងប្អូនបាទចុចកន្លែងទី1ហ្នឹងមកអញ្ចឹងកន្លែងនេះបងប្អូនគឺដល់កន្លែងដែលយើងដាក់ចំនួនអញ្ចឹងបងប្អូនឃើញកន្លែង default វា$5អញ្ចឹងបងប្អូនលុបអាចំនួនហ្នឹងចោលទៅបងប្អូនបាទយើងចុច 0.50 មកអញ្ចឹងមានន័យថាយើងដាក់50សេនឬមួយក៏2000រៀលណាបងប្អូនអូខេបាទហើយបងប្អូនចុចបង្កើត QR code មកគឺបងប្អូនយល់ព្រមបាទដោយសារតែយើងដាក់ក្រោម$3គឺកាត់10%ណាបងប្អូនកាត់ទៅមក10%ណាបងប្អូនបាទនេះអញ្ចឹងបងប្អូនចុចយកព្រមនេះមកបាទអញ្ចឹង load QR code ហ្នឹងហើយ50សេនបាទអញ្ចឹងបងប្អូន scan យកទៅ pay ទៅបាទដូចគ្នាអា QR code ហ្នឹងគឺយើង scan បានម្ដងបងប្អូនអូខេបាទពេលដែលបងប្អូនចង់ដាក់ប្រាក់លើក្រោយទៀតបងប្អូនត្រូវតែបង្កើត QR code ថ្មីណាបងប្អូនអត់អាចយកអា QR code ដដែលហ្នឹងគឺយកទៅដាក់លុយបានទេណាបងប្អូនបាទអញ្ចឹងយើងត្រូវតែបង្កើតថ្មីណាបងប្អូនអូខេបាទឥឡូវយើងនិយាយដូចយូរហើយបងប្អូនយើងត្រឡប់មកវិញរបៀបដាក់បេះដូងនៅក្នុងវីដេអូ TikTok របស់យើងបាទជាដំបូងបងប្អូនយើងចុចទៅចូល TikTok របស់យើងដើម្បី copy link វីដេអូណាមួយដែលបងប្អូនចង់ដាក់ណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនអាចចូល copy link វីដេអូណាមួយដែលបងប្អូនចង់ដាក់បាទសម្រាប់ខ្ញុំយកវីដេអូខ្ញុំទៅផមមិញនេះបងប្អូនអូខេបាទចុចឡើងហ្នឹងមកបាទអញ្ចឹងកន្លែងនេះបងប្អូនអូខេបាទកន្លែងនេះគឺយើងចុច copy link របស់យើងមកបាទចុច copy link មកបងប្អូនអូខេបាទនេះ copy link ឬមួយក៏បងប្អូនដាក់ជាអក្សរខ្មែរយើងគឺចម្លងដំណរណាបងប្អូនបាទអញ្ចឹងចុចលើនឹងមកបាទបន្ទាប់មកទៀតយើងថយមកវិញមកបងប្អូនគេបាទយើង back មកកាន់ website ខ្មែរ MM វិញហើយយើងចុចនៅកន្លែងនេះក៏បានដែរបងប្អូនគេបាទចុចកន្លែងនេះក៏បានឬមួយក៏យើងចុចអូរកមើលកន្លែងនេះក៏បានដែរសម្រាប់ខ្ញុំចុចលើនេះតែម្ដងបងប្អូនគេបាទចុចលើនឹងមកបាទចុចលើអញ្ចឹងមកបងប្អូនបាទបន្ទាប់ពីចុចលើនឹងអញ្ចឹងហើយបងប្អូនចុចកន្លែងនេះណាបងប្អូនគេបាទអូរកមើលសេវាកម្ម TikTok ណាបងប្អូនបាទអញ្ចឹងមានស្រាប់ណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនបើសិនជាអត់ឃើញបើសិនជាបងប្អូនអត់ចុចកន្លែងនេះណាអត់ចុចកន្លែងនេះគឺវីឡូសេវាកម្មច្រើនចេះបងប្អូនក៏មាន Facebook មានអីច្រើនអញ្ចឹងណាបាទបើមិនតែយើងចុច TikTok គឺបង្ហាញតែ TikTok តែមួយទេណាបងប្អូនបាទអញ្ចឹងងាយស្រួលណាបាទអញ្ចឹងយើងចុចកន្លែងនេះមកបាទកន្លែងណាដែរមកយើងអូរកមើលពាក្យថា TikTok Lite បាទ TikTok Lite នេះគឺ TikTok បេះដូងបងប្អូនអូខេបាទនេះគឺជាកន្លែងដាក់បេះដូងរបស់យើងណាបងប្អូនបាទចុចកន្លែងហ្នឹងមកពេលយើងចុចកន្លែងហ្នឹងហើយគឺយើងចុចនៅកន្លែង service ខាងក្រោមនេះបតង់ទៀតណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនអាចចុចលើនេះចុចលើហ្នឹងមកអញ្ចឹងបងប្អូនមានឃើញជម្រើសជាច្រើនណាបងប្អូនគេបាទអញ្ចឹងនេះបងប្អូនមានតម្លៃគឺធូរថ្លៃខ្លាំងបាទមានសេវាកម្មដែលតម្លៃគួរសមសេវាកម្មល្បឿនលឿនបាទអញ្ចឹងមានច្រើនប្រភេទណាបងប្អូនគ្នាបាទអញ្ចឹងនេះបាទ
បងប្អូនសេវាកម្មនេះគឺដើរលឿនបាទ recommend គឺតម្លៃវា36សេនសម្រាប់1000បាទប៉ុន្តែបើសិនណាក្រោមនេះគឺវា3សេនណាបងប្អូនគេបាទ3សេនអញ្ចឹងបងប្អូនតម្លៃ1000គឺ3សេនបាទធូរថ្លៃខ្លាំងណាបងប្អូនអូខេបាទតែបើបងប្អូនចង់ប្រើលឿនលឿននេះគឺបងប្អូនអាចប្រើខាងលើទៅបើសិនជាបងប្អូនចង់ប្រើបឿនធម្មតាបងប្អូនអាចប្រើខាងនេះទៅណាបងប្អូនអូខេបាទហើយមួយនេះក៏លឿនដែរណាបងប្អូនអូខេបាទគឺមានពាក្យថា super fast ណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនចង់ប្រើមួយណាដែរបាទអញ្ចឹងបងប្អូនឧទាហរណ៍ថាខ្ញុំប្រើខាងលើគេនេះគឺចុចលើនឹងមកអញ្ចឹងបងប្អូនកន្លែងមើលកន្លែង EVG បងប្អូននេះគឺវា39នាទីបាទអញ្ចឹងវាដើរលឿនដែរទេបន្ទាប់ពីយើងដាក់ហើយគឺរងចាំ39នាទីគឺបងប្អូនទទួលបានលទ្ធផលនៅក្នុងវីដេអូ TikTok របស់យើងហើយណាបងប្អូនអូខេបាទអញ្ចឹងខ្ញុំប្រើមួយហ្នឹងគឺបងប្អូនដាក់មកយក link ដែលយើងបាន copy មិញមកដាក់មកបងប្អូនចុចកត់លើ pass link បញ្ចូលទៅបងប្អូនបាទអញ្ចឹងគឺ link TikTok របស់យើងនេះហើយកន្លែងនេះគឺជាចំនួនបាទបងប្អូនចង់ដាក់ប្រមាណបាទ1000 2000តែបងប្អូនអញ្ចឹងណាហើយចំនួន1000 2000នេះគឺជាចំនួនបេះដូងណាបងប្អូនអូខេបាទបេះដូងវីដេអូនៅក្នុងវីដេអូ TikTok របស់យើងណាបងប្អូនអូខេបាទហៅថាបេះដូងអញ្ចឹងហើយបងប្អូនអូខេបាទអញ្ចឹងសម្រាប់ខ្ញុំចង់ដាក់តែ1000ទេណាបងប្អូនបាទ1000នេះគឺអស់36សេនណាបងប្អូនអូខេបាទអញ្ចឹងបើសិនជាបងប្អូនចង់ដាក់ច្រើនក៏ដាក់ទៅបាទបងប្អូនចង់ប្រើសេវាកម្មមួយណាក៏ប្រើទៅណាបងប្អូនបាទខាងយើងអត់បង្ខិតបង្ខំបងប្អូនទេបាទសេវាកម្មដែលធូរថ្លៃក៏មានសេវាកម្មដែលល្អក៏មានណាបងប្អូនបាទអញ្ចឹងពេលយើងដាក់ចំនួនអញ្ចឹងហើយយើងចុចកន្លែង submit មកបងប្អូនអូខេបាទអញ្ចឹងចុច submit មកបាទអញ្ចឹងគឺរួចរាល់ណាបងប្អូនអូខេបាទកន្លែងនេះគឺវាមាន order ID របស់យើងហើយនឹងគេហៅថាការ order ការបញ្ជាទិញរបស់យើងណាបងប្អូនអូខេបាទការបញ្ជាទិញរបស់យើងណា detail វាណាបងប្អូនបាទអញ្ចឹងបងប្អូនមាន order ID មាន service name មាន link ដែលយើងបានដាក់មានចំនួនដែលយើងបានដាក់មានចំនួនដែលឆាចលុយរបស់យើងណាបងប្អូនបាទអញ្ចឹងបងប្អូនដូចខ្ញុំបានបង្ហាញអញ្ចឹងសេវាកម្មនេះប្រហែលជា30នាទី50នាទីហ្នឹងគឺយើងលួចគឺបេះដូងលូតចូលនៅក្នុងវីដេអូ TikTok របស់យើងហើយណាបងប្អូនបាទអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្ណឹងណាបងប្អូនអូខេបាទដោយសារតែធ្វើវែងគឺបញ្យល់បងប្អូនច្រើនអញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងវីដេអូនេះត្រូវធ្វើតែ2នាទីអីរួចហើយបាទដោយសារខ្ញុំបញ្យល់ច្រើនអញ្ចឹងក៏ view ទៅតាមនឹងទៅណាបងប្អូនខ្ញុំធ្វើនេះគឺដើម្បីឲ្យអ្នកថ្មីគាត់ទើបនឹងប្រើអញ្ចឹងគាត់ងាយយល់ណាបងប្អូនបាទអញ្ចឹងអរគុណច្រើនបងប្អូនអូខេជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ